បាទឃើញភ្លើងផ្លេតអញ្ចឹងបងប្អូនហើយនឹងបាទដូចជាសញ្ញាលើកដៃអញ្ចឹងហ្នឹងគឺមានន័យថាយន្តហោះហ្នឹងកំពុងតែត្រៀមលក្ខណៈអាយ៉ែទៅហើយបងប្អូនដូចនេះឃើញហើយបងប្អូនកំពុងតែអាយ៉ែទៅហើយអញ្ចឹងដោយប្រភេទយន្តហោះអាយ៉ែគឺដោយសារតែយន្តហោះអត់មានលេខអាយ៉ែទេបងប្អូនគឺត្រូវការឲ្យឡានជាអ្នករុញទៅដល់ផ្លូវដែលត្រូវហោះទើបយន្តហោះនឹងអាចហោះទៅដោយខ្លួនឯងបានដោយសារតែដូចខ្ញុំជម្រាបអញ្ចឹងគឺយន្តហោះអត់មានជាមួយនឹងប្រភេទបងប្អូនគឺលេខអាយ៉ែទេបាទអញ្ចឹងរូបយន្តហោះទាំងអស់បាទពេលដែលអាយ៉ែថយក្រោយឬដើម្បីរុញទម្លាក់ផ្លូវឬក៏ដើម្បីចូលកាត់បាទមុំគឺគេប្រើជាមួយប្រភេទឡានហ្នឹងបាទឡានហ្នឹងដូចបងគាត់ជម្រាបគាត់ធ្វើការនៅទីនោះគាត់ថាឡានហ្នឹងតូចតែខ្លួនទេណាបងប្អូនបាទប៉ុន្តែសម្រាប់ទម្ងន់វិញក៏រឹបតោនដែរធ្ងន់ដែរបាទបើអញ្ចឹងទេมันអាចរុញជាមួយនឹងយន្តហោះបានដែរបងប្អូនបាទអញ្ចឹងដូចបងឃើញហើយសម្រាប់បងដែលគេធ្វើការអញ្ចឹងជាមួយនឹងការដឹកយន្តហោះហ្នឹងគឺជាប្រភេទខ្សែទំនាក់ទំនងបាទសម្រាប់ទំនាក់ទំនងពីខាងពីឡូតអីចឹងណាបងប្អូនបាទខ្ញុំអត់ដឹងច្បាស់ដែរតែសូមអធិស្ឋានបាទនេះគ្រាន់តែជាសកម្មភាពមួយចង់បង្ហាញដល់បងប្អូនតាក់ទងជាមួយនឹងបាទប្រភេទយន្តហោះដែលកំពុងតែរៀបចំចេញដំណើរហោះចេញពីពលានយន្តហោះបាទនៅក្នុងពលានសម្ដេចតេជោបាទឬក៏ហៅកាត់ថា KTI រាជធានីភ្នំពេញរបស់យើងបាទនឹងគេចាប់ផ្ដើមដោះសណ្ដោងហើយបងប្អូនបាទអញ្ចឹងគេចាប់ផ្ដើមដោះសណ្ដោងគឺដោះរបៀបហ្នឹងបាទដោះរួចហើយឡានហ្នឹងក៏ត្រូវការចាក់ចេញផងដែរបាទអញ្ចឹងដែកសណ្ដោងហ្នឹងក៏ធំដែរណាបងប្អូនបាទហ្នឹងហើយអញ្ចឹងសម្រាប់បងអាចមើលលេងទៅបាទក្រោយពីបាយថ្ងៃត្រង់រួចឬក៏ទនីពីការងារអញ្ចឹងទៅបាទដោយសារតែបងខ្លះមិនអាចបានចូលមកថតចិត្តបានទេលើកលែងតែដូចជាពួកខ្ញុំជាអ្នកធ្វើការនៅទីនោះអញ្ចឹងទៅខ្ញុំទនីអញ្ចឹងទៅក៏ថតជូនទៅដល់ពុកម៉ែបងប្អូនបានទស្សនាតែសម្រាប់បងដែលចង់ចូលថតនៅក្នុងពលានមិនអាចចូលថតបានទេបងប្អូនដោយសារតែតួតាអ្នកមានសម្បត្តិយន្តហោះចិញ្ចោលឬក៏អ្នកដែលធ្វើការនៅក្នុងនោះទើបអាចចូលថតចិត្តបានដូចខ្ញុំបាទហើយសម្រាប់ពេលដែលគេបេះខ្សែរួចហើយបងប្អូននេះបេះខ្សែបាទអញ្ចឹងសម្រាប់បងដែលគាត់ធ្វើការពេលដែលគាត់ដើរចេញពីយន្តហោះមកគឺតែងតែបាទងក់ក្បាលឬក៏បាយដូចនេះពួកគាត់មកហើយបាទអញ្ចឹងក៏ចាប់ផ្ដើមបាយទៅពីឡុតហើយបងប្អូនឃើញនេះបាទអញ្ចឹងទើបយន្តហោះចាប់ផ្ដើមពេញឆេះហើយនៅការជិះយន្តហោះពេលនោះគឺពេលគេណែនាំសម្រាប់ឥឡូវហោះមួយដំបូងហោះតែមួយបាទសម្រាប់នៅលើយន្តហោះគឺកំពុងតែណែនាំថាការជិះយន្តហោះហ្នឹងទៅធ្វើបែបម៉េចអញ្ចឹងណាបងប្អូនអញ្ចឹងទោះតែបងប្អូនដែលបានជិះយន្តហោះទើបយល់អញ្ចឹងណាអញ្ចឹងគ្រាន់តែមើលកំដរអារម្មណ៍សូមបងអធិស្ឋានផងដែរបានអធិប្បាយទាំងអស់ទេហើយដូចខ្ញុំជម្រាបអញ្ចឹងបងសូមមេត្តាកុំទើអីដោយសារខ្ញុំថតនឹងនេះគឺលក្ខណៈមួយទៅតែខ្ញុំទនីហើយខ្ញុំបញ្ចូលសំឡេងលេងឲ្យបងបានទស្សនាទៅណាបើសិនជាពេញចិត្តក៏ជួយ like share និង follow page ផងដែរអរគុណ